ជំរាបសួរលោកគ្រូអាត្មាពនាមសិនភក្តីមកពីក្រុម SV34 នឹងមកបង្ហាញអំពីការប្រើ shortcut ដំបូងអាត្មាបានបង្កើត folder មួយដែលមាន SV34 រួចហើយអាត្មាចូលទៅក្នុង file SV34 ហ្នឹងដើម្បីបង្កើត file មួយទៀតដែលមានឈ្មោះ SV34.sh បន្ទាប់មកអាត្មាបានcomment បង្កើត variable ដែលមាន RAM មាន CPU មាន HDD មាន net រួចហើយអាត្មាបានប្រើ comment មួយទៀតដើម្បីផ្ដល់សិទ្ធិឲ្យ user រួចហើយអាត្មាចូលទៅក្នុងfile មួយនេះដើម្បីចូលទៅបង្កើត function ដែលមានឈ្មោះថាភក្តី com ភក្តី com ហ្នឹងគឺជា function ដែលមានតួនាទីយក parameter ពីអ្នកប្រើប្រាស់រួចបន្តឲ្យទៅក្នុង file SV34.sh មួយនេះឥឡូវចូលទៅមើល result ដែលអាត្មាបានបង្កើតនៅពេលដែលអាត្មាវាយ comment ភក្តី com RAM នេះវានឹងបង្ហាញព័ត៌មានរបស់ RAM ហើយអាត្មាវាយ CPU